មេរោគកាមេរ៉ូងាយឆ្លងហើយអាចសង្ងំក្នុងរាងកាយយើងបានយូរខ្លាំងមែនទែនវាងាយឆ្លងប៉ុន្តែពិបាកណាស់ក្នុងការរកថ្នាំព្យាបាលចំគោលដៅជាដាច់ 100% គឺពិបាកមែនទែនបងប្អូនយើងគាត់ជួបបញ្ហាទាំងអស់ហ្នឹងច្រើនចាបញ្ហាដែលគាត់ជួបប្រទះគឺគាត់ឆ្លងហើយគាត់កើតហើយគឺគាត់ញ៉ាំថ្នាំអត់បាត់ញ៉ាំថ្នាំវាអត់ជីដាច់ញ៉ាំមកទៅក៏អត់ជីដាច់បានតែមកអត់ធូរអញ្ចឹងទៅពេលគាត់ញ៉ាំអីក៏វាចាប់ផ្ដើមរើត្រឡប់មកវិញចាអញ្ចឹងហើយបញ្ហាទាំងអស់ហ្នឹងដែលគាត់កំពុងតែជួបប្រទះងាយឆ្លងតែពិបាកក្នុងការព្យាបាលយើងសាកសម័យមើលបើសិនជាយើងមិនដឹងចាអត់ដឹងថាហៅថ្នាំអីព្យាបាលវាជាដាច់យើងនៅតែຕົកមេរោគនៅក្នុងរាងកាយយើងពីមួយថ្ងៃទៅមួយថ្ងៃហើយវាមានផលប៉ះពាល់ច្រើនមែនតើត្រូវសុខភាពរបស់យើងព្រោះមេរោគហ្នឹងវាសង្ងំឆ្លងហើយវាសង្ងំក្នុងប្រព័ន្ធឈាមយើងមកបន្ទាប់ពីនៅសពពីពេញប្រព័ន្ធឈាមយើងអស់ហើយវាចាប់ទៅសង្ងំមកតង់ទៀតនោះគឺផ្នែកសន្លាក់គួរចឹងហើយដំណាក់កាលហ្នឹងណាចាពិបាកក្នុងការទៅដេញមេរោគពីក្នុងនោះបើថ្នាំអត់មានប្រសិទ្ធភាពទេมันអាចឈ្នះមេរោគទេគឺអត់អាចដេញមកបានទេអត់ជាទេហើយគាត់ខ្លាចជាជំងឺរ៉ាំរ៉ៃហ្មងជំងឺចេញមកអាការៈរោគសញ្ញាប្លែកៗគេថាជឿច្រើនណាជឿច្រើនមែនតើសងតែ100មុខចា